តារាចម្រៀងស្រីអ្នកនាងអុកសុគន្ធកញ្ញាបានបង្ហោះសារមួយឃ្លានេះក៏ជាការផ្ដល់កម្លាំងចិត្តនិងក្រើនរំលឹកទៅដល់មហាជននិងអ្នកគាំទ្រផងដែរការ៉ូ SPC មានច្រើនពណ៌ច្រើនជម្រើសធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែទំនើបស៊ីវិល័យអត្ថប្រយោជន៍ងាយស្រួលក្នុងការដំឡើងមិនសាយជាតិពុលក្នុងបន្ទប់ធន់នឹងការកកិតប្រើប្រាស់ធន់បានយូរឆ្នាំមិនជ្រាបទឹកការពារសត្វកណ្ដៀអាចផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយយ៉ាងងាយស្រួលសម្អាតមិនរអិលអាចរៀបបានគ្រប់ទីកន្លែងការ៉ូ SPC ធ្វើឲ្យគេហដ្ឋានរបស់អស់លោកអ្នកកាន់តែទំនើបស៊ីវិល័យមានលក់ដុំនិងរាយសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ015 988 449គេឃើញថាកម្ពុជាតារាចម្រៀងស្រីអ្នកនាងអុកសុគន្ធកញ្ញាគឺជាតារាស្រីមួយរូបដែលមានឈ្មោះបោះសម្លេងនិងមានភាពល្បាញល្បីអស់រយៈពេលជាច្រើនឆ្នាំហើយនៅក្នុងនោះផងដែរគេសង្កេតឃើញថានាងនៅតែជាខ្លាញីនិងជាតារាស្រីដែលមានភាពលេចធ្លោប្រចាំឲ្យផលិតកម្មផងមាសនិងទទួលបានឱកាសការងារនិងឈរឈ្មោះជាតារាស្រីឈានមុខគេលំដាប់លេខ1ប្រចាំផលិតកម្មនិងលំដាប់ប្រទេសផងដែរបើទោះបីជាយ៉ាងណាគេឃើញថាជីវិតដែលមានសពគ្រប់ទាំងព្រមទាំងជីវិតគ្រួសារដែលមានសុភមង្គលមានកូនប្រុស2នាក់រួមជាមួយនឹងមានអាជីពការងារដែលល្អមានកេរ្តិ៍ឈ្មោះដែលល្បីល្បាញនោះគេឃើញថាជីវិតមនុស្សស្រីបែបនេះគឺត្រូវបានមហាជនជាពិសេសមនុស្សស្រីជាច្រើនប្រាថ្នាចង់បានដូចនាងយ៉ាងខ្លាំងនៅក្នុងនោះផងដែរអ្វីដែលគេឃើញថាតារាស្រីនៅនាងអុកសុគន្ធកញ្ញាតែងតែបង្ហោះសារខ្លីៗប៉ុន្តែក្នុងន័យក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមានកម្លាំងចិត្តតស៊ូបើទោះបីជាពេលនេះនាងឈរនៅជាតារាលំដាប់កំពូលក៏ពិតមែនប៉ុន្តែនាងនៅតែមានបញ្ហាក្នុងចិត្តរហូតដល់ពេលខ្លះស្ទើរតែគ្មានកម្លាំងកាយបន្តដើរទៅមុខតែនាងនៅតែមានកម្លាំងចិត្តនៅក្នុងការតស៊ូបន្តទៀតហើយអ្វីដែលកាន់តែពិសេសនោះគេឃើញថានៅលើបណ្ដាញសង្គមរបស់នាងអុកសុគន្ធកញ្ញាមួយរយៈពេលចុងក្រោយនេះគឺថ្មីនេះបានសរសេរសារអមជាមួយនឹងរូបថតប៉ុន្មានសន្លឹកដែលក្នុងអត្ថន័យសរសេរក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលហត់នឿយនិងធុញទ្រាន់ហើយអ្នកដែលមានបញ្ហាជាច្រើនដែលធ្វើឲ្យខ្លួនឯងហាក់បីដូចជាមិនហ៊ានដើរទៅមុខនៅក្នុងនោះផងដែរអ្នកនាងបានសរសេរសារថាខ្ញុំមិនហត់នឿយឬធុញទ្រាន់ចំពោះការមើលមកកាន់ខ្លួនឯងនោះទេព្រោះខ្ញុំនៅតែមើលឃើញចំណុចខ្វះខាតរបស់ខ្លួនឯងច្រើនទៀតដែលត្រូវកែតម្រូវចុះបងប្អូនជល់យ៉ាងណាដែរបើទោះបីជាយ៉ាងណាការលើកឡើងរបស់តារាស្រីរូបនេះបានសបញ្ជាក់ថាបើទោះបីជាពេលនេះអ្នកនាងបានឈរនៅចំណុចកំពូលមួយមានគ្រួសារមានសុភមង្គលមានកូននិងមានអ្វីគ្រប់យ៉ាងក៏ពិតមែនប៉ុន្តែអ្នកនាងនៅតែអះអាងថាខ្លួនមានចំណុចខ្វះខាតដែលត្រូវកែតម្រូវដើម្បីឆ្ពោះទៅកាន់អាជីពមួយដែលកាន់តែជោគជ័យនិងជីវិតគ្រួសារមួយដែលកាន់តែមានសុភមង្គលដូច្នេះសម្រាប់បងប្អូនដែលជួបប្រទះនៅបញ្ហាណាមួយគួរតែកុំរាថយហើយត្រូវតែខិតខំប្រឹងប្រែងនៅក្នុងការសម្លឹងមើលមកខ្លួនឯងស្វែងរកចំណុចខ្វះខាតហើយត្រូវប្រឹងកែតម្រូវដើម្បីបន្តដំណើរទៅមុខបន្តទៀត